ត្រូវទេលោកដុកទ័រឥឡូវបែរខ្នងខាងនោះបែរខ្នងចំហើយដល់អាចចេញឲ្យលឿនឡើងបែរមុខមកឥឡូវពីរនាក់នៅហ្នឹងហើយសល់ប្រហែលទៅកន្លែងធ្វើការវិញលឿនឡើងពលរឿងនេះប្រឡាក់ថ្នាំបេតាឌីនតើនាងប្រឡាក់ថ្នាំនេះមកពីណាខ្ញុំអត់ដឹងទេលោកដុកទ័រមិនមែនទៅបន្ទប់ដាក់អីវ៉ាន់ចាស់ចាស់ដែលមានសុទ្ធតែពីងពីងនឹងដីនោះទេខ្ញុំមិនដឹងទូមួយណាទេខ្ញុំបានលាបថ្នាំបេតាឌីននៅខាងក្រោយទូក្នុងបន្ទប់មួយនោះនាងគួរតែយល់ហើយមែនទេថាខ្ញុំចង់និយាយពីទូមួយណាខ្ញុំមិនដឹងថាលោកដុកទ័រចង់និយាយពីទូមួយណាទេប្រហែលជាថ្នាំបេតាឌីននោះខ្ទាតមកប្រឡាក់អាវខ្ញុំទេដឹងឈប់កក់ទៅទូដែលនាងសម្រាប់លាក់กระดาษខិតបានដោះកម្រក់សម្រាប់វាយគេពីក្រោយខ្នងដែលគេសឹងតែបាត់ការងារទៅហើយនាងចង់ធ្វើរបៀបនេះចង់ឲ្យគេចេញពីមន្ទីរពេទ្យនេះមែនទេមកពិសិដ្ឋបើគុំតែពិសិដ្ឋឯងចង់ជួយអ្នកត្រូវគេធ្វើបាបប្រហែលជាខ្ញុំធ្វើបាបបុគ្គលិកខ្លួនឯងដែលគ្នាមិនដឹងអីទាល់តែសោះទៅហើយតែប៉ុន្តែទស្សនាដៃដែលក៏រតនាឆែកឃើញមិញហ្នឹងមិនមែនជារបស់ខ្ញុំទេគេគ្រាន់យកផ្ញើយកផ្លែសោះហ្នឹងខ្ញុំជឿពេញមួយថ្ងៃនេះខ្ញុំឮតែហានិយាយរឿងតខ្លួននេះតែវាមិនមែនជារបស់ខ្ញុំទេហ្នឹងខ្ញុំត្រូវការពេទ្យម្នាក់ទៅមើលអ្នកជំងឺនៅបន្ទប់ ICU ការងារមួយនេះផ្ដល់បទពិសោធន៍ល្អណាស់ម្ល៉េះទៅជាមួយខ្ញុំគាត់ត្រូវរបួសក្បាលធ្ងន់ធ្ងរឆ្អឹងជើងខាងស្ដាំរបស់គាត់បាក់ខ្ទេចហើយឆ្អឹងជំនីរបស់គាត់ក៏បាក់ត្រូវតាមដានសភាពជំងឺរបស់គាត់ទៅជាប់ប្រសិនបើមានហេតុការណ៍អីចម្លែកត្រូវចុចសញ្ញាឲ្យទៅដុកទ័រភ្លាមចា៎ហើយត្រូវឧស្សាហ៍សង្កេតមើលសីតុណ្ហភាពរបស់គាត់ហើយនឹងជីពចររបស់គាត់ផងចុះគាត់មានឈាមកកអត់លោកតើហើយអ្នកជំងឺនេះអាចសង្គ្រោះបានអត់វាមិនមែនកទេតែយើងនៅមិនទាន់ដឹងនៅឡើយថាខួរក្បាលរបស់គាត់នេះប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតណាចុះឆ្អឹងជើងគាត់នោះពេលដែលគាត់ដឹងខ្លួនឡើងអាចដើរបានដែរអត់លោកតើបន្តិចទៀតទៅដឹងហើយពេលណាទៅគាត់ដឹងខ្លួនហើយពេលដែលគាត់ដឹងខ្លួនហើយតែគាត់មានការចងចាំឡើងវិញអត់លោកតើបានហើយគ្រាន់តែប៉ុណ្្នឹងគ្រូពេទ្យក៏អាចឆ្លើយបានដែរហេតុអីក៏សួរដុកទ័រមិនបានតែខ្ញុំមិនមែនកំពុងធ្វើវិញ្ញាសាប្រឡងទេដែលត្រូវមកឆ្លើយនឹងសំណួរបែបនេះខ្ញុំទៅហើយកុំធ្វើអញ្ចឹងអីពិសិដ្ឋខ្ញុំសុំទោសរឿងអីព្រោះខ្ញុំធ្វើដាក់ពិសិដ្ឋឯងដូចជាអំបែងកែវតែតាមពិតទៅពិសិដ្ឋឯងជាដុំពេជ្រសោះថាម៉េចខ្ញុំដឹងថាពិសិដ្ឋឯងជាមនុស្សល្អត្រឹមត្រូវជាងគេក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់ស្គាល់ហើយចុះបើអញ្ចឹងវាយ៉ាងម៉េចមកពីខ្ញុំល្ងងខ្លួនឯងដែលមិនទទួលក្តីស្រឡាញ់ពីពិសិដ្ឋឯងពិតមែនឥឡូវនឹងចង់យកតាមអួចឬក៏តាមទ្វារបូរ៉ា
anh choធ្វើអី នាងចាំតែមើលទៅនាងឯងដឹងថាយើងនឹងបានលួចប្រមាណពីក្មេងស្រីទាំងអស់នោះទេថ្ងៃមុន ពួកគេគឺជាក្មេងស្រីឯងមិនទៅលោកគេដូចជាកូននោះទេ មក អូយ នាងឯងធ្វើយើងពិបាកយើងនឹងធ្វើនាងឯងពិបាកវិញយើងនឹងសម្លាប់នាងឥឡូវនឹងហើយ បងណា មិនបានជាផារីមិនតន់ទៅផ្ទះទៀត ខ្ញុំមិនចាំបរាឯងហ្នឹងហើយក៏ទៅយូរមែន អូខ្ញុំមានគ្រោះថ្នាក់ទីងទួយហ្នឹងណា ដឹងថាខ្ញុំបារម្ភអត់ធ្វើអីក៏មិនកើតគិតតែដើរចុះឡើងគិតតែខ្ញុំនិយាយលេងខ្ញុំជួយចិត្តបរាឯងដឹងអត់ ខ្ញុំដឹង រឿងដែលកើតឡើងរវាងពួកយើងគឺមិនមែនជាការសមាស្ម័យទេមែនទេ ណារី ណារីជាអ្នកណា ឲ្យខ្ញុំសុំទោស ជាមនុស្សដែលបុរាណស្រឡាញ់មែនទេ មិនមែនទេខ្ញុំចង់និយាយថា មែនឬមិនមែន មែនមិនថានាទីណាខ្ញុំខំប្រឹងមកភ្លេចគេប៉ុណ្ណាខ្ញុំនៅតែរត់គេចពីការពិតមិនបាន ការពិតអីទៅ ខ្ញុំនៅតែស្រឡាញ់ណារីខ្ញុំពិតជាស្រឡាញ់ណារីខ្ញុំត្រូវការណារី